ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំចង់ធ្វើវីដេអូចែករំលែកមួយតាក់ទងនឹងមួយរយៈនេះគឺមាត់ឡើងឈឺផ្ដាសាយហើយក្តៅខ្លួនហៀសបោអញ្ចឹងពេលខ្លះក៏វាក្រត់កំពង់កអីចឹងទៅខ្ញុំក៏ជាអ្នកលក់ថ្នាំខ្ញុំក៏មានថ្នាំសម្រាប់លក់ដែរប៉ុន្តែខ្ញុំមកចែករំលែកថ្នាំមួយដែលបងប្អូនស្រួលរកទិញគ្រប់កន្លែងដែលមិនចាំបាច់ទិញខ្ញុំក៏មិនចាំបាច់ទិញ farm ណាដែលឆ្ងាយពីបងប្អូនពេកដែរអញ្ចឹងខ្ញុំមានថ្នាំពីរប្រភេទសម្រាប់ចែកជូនបងប្អូននៅក្នុងអាការៈមាន់ហើមមុខមាន់ស្លេះកំពង់កមាន់ក្រតហ្នឹងហើយមួយទៀតគឺក្អកមាន់กระដាស់មាន់អីផ្ដាសាយនិយាយទៅគឺអាការៈផ្ដាសាយក្តៅខ្លួនណាគឺយើងមានឡើងកោស្ពេចខ្ញុំបង្ហាញទៅដល់បងប្អូនស្គាល់ហើយមួយទៀតគឺអាណាសាំងបូកសេតាក់ទងទៅនឹងអាណាសាំងបូកសេនេះគឺមានច្រើនប្រភេទមានបោះបាយអូមានអីចឹងទៅខ្ញុំសូមមិនលើកបង្ហាញពុទ្ធសាអីខ្លាចក្រុមហ៊ុនវាបែនណាបែនវីដេអូខ្ញុំអញ្ចឹងតាក់ទងទៅនឹងថ្នាំនេះពីរមុខនេះគឺត្រូវបានច្រើនណាប្រើមានប្រសិទ្ធភាពច្រើនអញ្ចឹងខ្ញុំបើសិនជាអាកាសធាតុអត់ស្រួលអញ្ចឹងគឺខ្ញុំចាក់ហើយខ្ញុំចាក់អាណាសាំងបូកសេខ្ញុំចាក់ 0.3 បងប្អូនសាកធ្វើតាមខ្ញុំហើយឡាំងកោស្ពេចនេះគឺយើងចាក់ 0.5 បានហើយបើន័យថាយើងមិនចាក់ព្យាបាលទេយើងចាក់ទប់ស្កាត់ហើយបើសិនជាយើងចាក់ព្យាបាលបងប្អូនគួរតែចាក់ឡាំងកោស្ពេចមួយសេហើយអាណាសាំងបូកសេនឹងចាក់តែ 0.5 បានហើយចាក់3ថ្ងៃទៅបានហើយអានឹងសម្រាប់ព្យាបាលតែបើសម្រាប់ការពារវិញគឺឲ្យតែអាកាសធាតុអញ្ចឹងនេះដូចឥឡូវនេះកំពុងតែសតុំរោភ្លៀងហើយលើមកមួយនេះគឺខ្ញុំចាក់ឲ្យមាត់របស់ខ្ញុំគឺខ្ញុំចាក់បងការហើយព្រោះយើងជៀសវាងបំផុតគឺមាន់ត្រូវទឹកភ្លៀងគឺវានឹងក្តៅខ្លួនហើយបដាលឲ្យផ្ដាសាយហៀសបោឡើងស្លេះមាន់ទៅជាกระดาษទៅអីអាចខូចមាន់ណាអញ្ចឹងវីដេអូនេះខ្ញុំនឹងធ្វើការចែករំលែកបងប្អូនតែប៉ុណ្្នឹងទេហើយសម្រាប់បើសិនជាបងប្អូនប្រើអត់ត្រូវវាមានថ្នាំផ្សេងច្រើនទៀតតាក់ទងទៅនឹងជំងឺនេះវាមានតាមបែបវិធីសាស្ត្រថ្នាំខ្មែរថ្នាំអីក៏មានដែរប៉ុន្តែចាខ្ញុំចែករំលែកបងប្អូននៅវីដេអូក្រោយសម្រាប់វីដេអូនេះគឺខ្ញុំចែកដោយតែប៉ុណ្្នឹងទេអរគុណច្រើនចូលចិត្តវីដេអូបែបចែករំលែកចំណេះដឹងជួយ share ម្នាក់មួយណាអរគុណច្រើនបងប្អូន